បាទសួស្តីដល់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយសុខទុក្ខយ៉ាងណាដែរបងប្អូនដល់គ្នាសម្រាប់ខ្ញុំដូចដើមអញ្ចឹងគឺអត់សុខទេហើយថ្ងៃហ្នឹងដាក់លងិតចូលតែម្ដងបងប្អូនខ្ញុំអត់ចង់បើកភ្លើងទេចង់ដាក់ background នឹងងឹតទាំងមុខទៅទៀតចាំមើលរកភ្លើងមួយដាក់ឲ្យយើងភ្លើងតិចតែសារខ្ញុំអត់បានដាក់ភ្លើងឲ្យលងិតណាមិនទាន់បានរៀបចំឲ្យស្រួលបួលទេអញ្ចឹងសង្ឃឹមថាបងប្អូនមិនប្រកាន់ទៅចោះហើយណាមួយខ្ញុំក៏ជាអ្នកដែលខ្លាចកាមេរ៉ាមិនមែនខ្លាចទេគាត់ថាមិនចង់ចេញមុខអីអញ្ចឹងណាតែឥឡូវក៏ដាក់អញ្ចឹងទៅចាំមើលលងិតអញ្ចឹងបងប្អូនថាម៉េចដែរហើយបើបងប្អូនថាលងិតអញ្ចឹងអូខេសមហើយអាហ្នឹងដាក់អញ្ចឹងទៀតហើយនិយាយយប់ប៉ុន្តែការនិយាយយប់ហើយពេលខ្លះវាដូចជាអាសើបអសើបគូតដែរបងប្អូនអាសើបអសើបគូតដែរណាមិនមែនថាadmin អ្នកនិយាយរឿងខ្មោយនេះមិនអាសើបគូតទេនិយាយតែមិនស្រួលហ្នឹងហើបគូតពីអីដែរហ្នឹងបងប្អូនមិនធម្មតាណាដល់ថ្នាក់ព្រះអីដែរណាកុំនិយាយណាបងប្អូនបងតាំងបងនិយាយរឿងខ្មោចស្រួលណាអូមិនអាចទេអ្នកដែលថានិយាយរឿងខ្មោចស្រួលតើតាបងប្អូនហ្នឹងមិនសូវជាអ្នកដែលជាប់ជួបរឿងចឹងណាអញ្ចឹងបើសិនជាដូចខ្ញុំអញ្ចឹងខ្ញុំធ្លាប់ជួបអញ្ចឹងខ្ញុំគិតថាវាមិនស្រួលទេបងប្អូនវាមិនស្រួលទេហ្នឹងហើយទាំងអស់គ្នាហើយឥឡូវយើងមកចូលសាច់រឿងមកទៅហើយថ្ងៃនេះក៏មានរឿងរ៉ាវមួយដែរដែលវាបានពីបងប្រុសម្នាក់ដែរបងប្រុសក៏គាត់បានបញ្ជាក់ដែរថារឿងនេះគឺកើតឡើងនៅពេលដែលគាត់បានទៅដឹកអីវ៉ាន់នៅពេលយប់ដឹកកាហាដឹកអីហ្នឹងឯងហើយនៅពេលដែលគាត់ដឹកកាហាគាត់ថាពេលហ្នឹងគឺគាត់ជួបរឿងច្រើនមែនតើអ្វីដែលគាត់ចាំអត់ភ្លេចហ្នឹងគឺគាត់ដឹកអាហារទៅកាន់ជាយក្រុងមកកន្លែងដែលពេលដែលគាត់ទៅនេះផ្ទះដែលគាត់ត្រូវទៅហ្នឹងវាកាត់នឹងវត្តបងប្អូនកាត់វត្តដើម្បីយកទៅដល់ផ្ទះមួយហ្នឹងគឺគាត់ត្រូវជីកកាត់វត្តដើម្បីទៅដល់ផ្ទះមួយរបស់គាត់ហ្នឹងឯងហើយនៅពេលដែលគាត់ជីកកាត់វត្តនេះហើយដែលគាត់បានជួបផែនការរន្ធត់មួយចំនួនណាអញ្ចឹងតោះឥឡូវយើងមកចូលសាច់រឿងបងប្រុសទាំងអស់គ្នាទៅបងជួនគាត់បានបញ្ជាក់ថាដំបូងឡើយគាត់មិនមែនជាអ្នកដែលដឹកអីវ៉ាន់ទេមិនមែនដឹកអីវ៉ាន់នៅក្រុងយើងទេនៅពេញយើងណាអត់ទេដែលគាត់នឹងធ្វើការនៅហាងអាហារទេដំបូងដែរណាកំងឬក៏អីនៅខាងនិយាយមកថារេស្តូរ៉ង់ចុះមិនគាត់ថាអានឹងយើងដូចតែអាហារឋានពេលព្រឹកពេលអីចឹងណាគាត់កំងនៅនឹងដល់ពេលដែលគាត់កំងគាត់ថាពេលហ្នឹងក៏ចេះតែធ្វើការនៅនឹងទៅមួយថ្ងៃពីរមួយថ្ងៃគឺត្រាំត្រែងតែនៅនឹងប៉ុន្តែនៅពេលដែលគាត់ធ្វើការគាត់ថាពេលនោះគឺចាយអត់គ្រាន់ទេលុយដែលគាត់បានពីចំណូលការរត់តុកអីហ្នឹងអត់បានច្រើនប្រហែលទេអញ្ចឹងនៅពេលដែលអត់បានច្រើនតម្រូវការរបស់គាត់នឹងវាច្រើនត្រូវផ្ញើទៅផ្ទះផងត្រូវបន្ទប់ជួលផងអញ្ចឹងមួយខែចាយសល់ថ្ងៃដល់ពេលចាយសល់ថ្ងៃគាត់ថាពេលហ្នឹងគឺគាត់ចង់រកការងារមួយមានថាបន្ថែមទៀតណាដែលមិនប៉ះពាល់ការងារពេលព្រឹកហ្នឹងឯងព្រោះការងារពេលព្រឹកហ្នឹងក៏វាមិនជាហត់ប្រហែលដែរហើយវាបញ្ចប់អាចធ្វើថាម៉ោង5ម៉ោងអីចឹងណាល្ងាចជួយសម្អាតគេអីទីទួយទៅក៏បញ្ចប់ត្រឹមហ្នឹងទៅអញ្ចឹងពីម៉ោង5ទៅគឺគាត់តនេចាយហ្មងពេលដែលតនេបែបហ្នឹងគាត់ព្យាយាមដើររកការងារច្រើនគួរសមដែរតាមតែអាចធ្វើទៅបានណាប៉ុន្តែជាក់ស្ដែងគឺអត់មានការងារណាមួយដែលព្រមទទួលគាត់ណាធ្វើការវិញជប់សោះគាត់ថាពេលហ្នឹងគាត់ក៏បានស្គាល់ពូម៉ាក់របស់គាត់ម្នាក់ដែលពូម៉ាក់របស់គាត់ហ្នឹងដំបូងឡើយសិតតែអ្នកមកពីភូមិជាមួយនឹងគ្នាទេប៉ុន្តែថ្ងៃមួយគាត់ក៏ទៅលេងនៅមាត់ទន្លេមួយអីហ្នឹងគាត់ថាពេលហ្នឹងសិតតែជួបពូម៉ាក់របស់គាត់ដឹកអីវ៉ាន់នៅពេលដែលឃើញគាត់ថាពេលហ្នឹងប្រហែលទេដល់ពេលប្រហែលគាត់ថាពេលហ្នឹងគាត់ក៏មិនដូចតែប្រហែលមិនចង់ទៅហៅគេទេដល់ពេលដែលបណិតតែមែនតើគាត់ថាពេលហ្នឹងអ្នកដែលគាត់ឃើញហ្នឹងគឺពិតជាពូម៉ាក់របស់គាត់ដែលនៅខេត្តជាមួយនឹងគាត់ពិតមែនគឺបងថាណាគាត់ថាពេលដែលឃើញភ្លាមគាត់ក៏រត់ទៅសួររាក់តាក់ភ្លាមអត់ថាចេះអីធ្វើគេលើចំអាជួនណៃមកពីណាអញអង្គុយវត្តទលេហ្នឹងហើយដឹកអាហារគេមែនដឹកអាហារហ្នឹងហើយធ្វើការណាឥឡូវអញធ្វើការនៅហាងបាយដែរហ្នឹងប៉ុន្តែចាយលុយមិនគ្រាន់ទេចង់រកការងារមួយបន្ថែមទៀតណាការងារយប់អីចឹងទៅមានការងារអត់ណាពេលនោះពូម៉ាក់បកគាត់ថាហ្នឹងក៏ប្រាប់ថាបើសិនជានេះដឹកអាហារហ្មងទៅហើយមានម៉ូតូស្រាប់ហ្នឹង
xã đắc mơ tới ôiแต่hiền phụ giúp bật lốp hiện bật thôi thì chết á vì là ngất thì mũi son thì chạy son mày son giúp bật lốp khai miền này na plon được cái chữ á anh đang việc son và tại bởi dương hiến vì ăn bánh hà thì rồi bàn cù xong nếu bây để lưu phím có thể cho anh từ một bên ấy khai phụ mà bỏ cốt cọp ráp tam lệ khăn để cái trời ca từ nếu bây để prap nó có tháp bên nó cốt cứ chỉnh chăm chặt phơi bài đang hay cốt của xóm lấy thai nó có tháp bên nó cứ bắt đầm nâng tha chân cho thầm đó nơi bây để tha lang mà con được kia nó cứ bắt đầm nâng chân ọt miền ấy tệ tao sao tiếng để nơi nông sọc rồi nông phun bỏ cốt đó nghe phụ cốt cứ sân đất đằng kia mền đen đào lên dục lục nó cứ chỉ môi được kia bàn tay đập phê chạy chân kia rồi xí bay thì chỉ bắt lấy kia cho có tháp để cốt ban lấy tha hỏi cốt nó có tao lắp tới theo bảo con bình tĩnh để thà mong đòn mong về về để con thử tao lắp tới với nhé na mong và gì bầm bay đến cứ con tao lắp tới với nơi bây để con tao lắp tới với con thà bên nó bảo tốt chua bảo con nó hiện ngắt tới tiền của đại sa ngắt đại sa con chua tên nó bị ngay bà sân chỉ ngay tầm lai vì nó có mình play na này vì là mồm á hãy có vì mình ngay pi cả lai để con với ca này ca bên bậc á cho con thà bên nó con chi sinh tử nơi bây để con chi sinh cho con thà bên để con đo play chua theo bảo con đó có thà bên nó cứ có tay tại khơi ôm say mà nè coi nơi một tiền nắng nữa có chăm con bỏ có tờ lọp mà bị thừa cả ấy nhoi men tiền ơi ta có tư cho nó khơi nhân tử mình chắc ơi ta có chi nó là bê chụp nó có chi tức khơi ôm say năng đại chăm con bỏ có trên bị thừa cả con bỏ có cứ con say ở chỗ bỏ có tiếng tràn cú xong này có chăm ban tha bên nó cứ trong pe và lia để trong ngày ní bộ bọn trong ngày bon cho chân nằm nơi bây để bon cho chân nằm nó có tháp bên nó có toàn ban ca nghe viên giúp nâng thưa thì đấy tại tôi bảo tại tôi tới vì mà toàn ban đó nát trai kỳ trăm sầm ran chơi sân tới mình chắc có bị gì là hốt đó cho chân nằm là phố bây để con chuột thà nắng vì kỹ cho chân nằm thôi mình chắc nơi bây để cho chân nằm con nó có tập lọp tới theo mình ban 4 ngày đấy nè là hốt đó cho chân nằm con có tập lọp vào quanh màu nơi bây để tập lọp với con tháp bên nó con chăm đam đã bị thưa ca thì đấy đã thưa ca cả lại đặc cái văn là đá đó đặc cả hai đặc anh này chẳng nữa bây để đã lớn đấy có tháp bên nó có cho bàn tay mình toàn chỉ châu phim thì để quát nó từ châu ở bên ta từ trend cho môi đường pua mạ và quát sân từ bịp thầm mưa ép mưa ấy chẳng á chẳng nữa bây để quát tư ngay từ bóng có tháp bên nó anh dây ban tham mong và hai chi buồn đọc để quát nơi trend cho môi đường pua mạ và quát đó nè nơi bây để trend hay có tháp bên để quát hiện trai thì cốt có tập lập mà theo mình ọt miền nó quát ọt bờm ọt toàn tụ toàn ấy thì mình cho con tháp nó con có tập lập mà theo vào con bình bảo nơi bây để con tập lập mà theo vào con tháp để con mà đo phơi châu nó hả con tháp nó mong đo tỏi xếp tại con chi châu mà tam phơi nó xếp tại con khơi ôm say chẩn na để con tay để chụp chỉ nhoi nó coi chăm con đó cứ nó coi cái ấy nó khởi một theo là đại chắc nó bây để khơi hói con nó còn nhâm đã từ của sắp tại chỉ đẹp phun khía đó ấy theo bảo con nó cứ ngắt chi châu tới cứ chlong theo ôm say hết bán chỉ bản tính tiết bán đo theo bảo con mà đầu tập chu bảo con đó chắc khơi nhà nhâm đã hỏi con có chi thử nếu bây để con chi hỏi đo theo bảo con nó ngày còn của pung tại chợ sau thuê được ấy nó con cả lên bằng mơ ôm say bích xếp tại bắt ôm say nâng chân cho thèm đâu có cái thắng phải chỉ con bảo con hỏi bàn chỉ con bắt anh biết là con trâu từ không ai chẳng á chẳng có thom nào từ bao thuê hết có trâu thom nào là hốt đo ngay tì pì dục tì pí nữa nơi bây để dục tì pí có chắc đang rốt tịch tịch vậy riêng rốt tịch tịch nhá chẳng rốt là hốt đo mong phải chi mà tận học nơi bây để mong mà tận học có tháp bên nó con có tận lọc bảo bình nơi bây để có tận lọc mà theo có tháp bên nó đôi đam chẳng bị ngạt phun một quát đó nè vô mong mình đau bài chẳng nẹp phun một quát nó bật trâu vào top ai ngắt lằng trình chắc có tháp bên nó có chi trâu màu nơi bây để có chi mà nó chất đằng theo om srek phượng mà to bọc con nó có trăng tới theo om srek đằng tiền trăng à phượng nó tới trong nâng một om srek vô thảm đó có tháp bên nó cứ khơi nâng coi nó cái lại đằng đại lượng ní con ọt bàn chi pote để con nâng chi tệ chất đằng om srek hay con su om tha om à con nó mà toàn trâu tiền mét ban cho ông đừng coi năng ăn ông sẽ năng nghiệm mà mơ có thế nhầm con mau hay ta bàn tay ông mà toàn trâu thằng coi tì tiết á vì để chạy xanh tí chậm trâu để chẳng tận chẳng nước pe để ông say năng con giấy con thao pe nó cứ con prư sờ vô thành đó tiếng để ông say nó cứ giấy chỉ môi con nó cả cao á bàn tay con bay tới chỉ prư sờ ăn đừng luôn sao có tháp để ông say giấy chào với con có to bên thằng ông hành chẳng ông anh chăm tiền đó ăn coi sẵn á nhom trôi từ con đồng tàu bay
ពេលហ្នឹងគាត់រៀបនឹងចេញទៅហើយហ្នឹងអ៊ំក៏សួរហើយចុះឲ្យធ្វើការអីហ៎មកយប់ម៉ែពេលហ្នឹងបងជួនហ្នឹងក៏គាត់តបថាគាត់ធ្វើការវេនយប់មួយទៀតអ៊ំនៅពេលដែលលឺហើយក៏គាត់សើចងោក្បាលណានៅពេលដែលឃើញអ៊ំស្រីងោក្បាលគាត់ក៏ធម្មតាគាត់ក៏ជិះម៉ូតូរបស់គាត់រហូតមកដល់ផ្ទះរបស់គាត់មកនៅពេលដែលគាត់ជិះមកដល់ផ្ទះគាត់ថាពេលហ្នឹងកំពុងតែចាក់សោគាត់ក៏កលេចមកមើលផ្ទះអ៊ំស្រីនៅពេលដែលគាត់កលេចមកមើលផ្ទះអ៊ំស្រីគាត់ថាពេលហ្នឹងសេតតែបាត់អ៊ំស្រីនឹងឈឹងចូលតែម្ដងបាត់ភាសាទៀតអីដូចលើកមុនចឹងបងប្អូនដូចលើកមុនចឹងបាត់អត់ឃើញទេអញ្ចឹងនៅពេលដែលបាត់អត់ឃើញគាត់ចាប់ផ្ដើមសង្ស័យអ៊ំមិនចេះគាត់ឯងនិយាយហើយតែចាក់សាច់ចូលផ្ទះបាត់ណារបៀបអញ្ចឹងអញ្ចឹងគាត់ថាពេលហ្នឹងមិនបានទៅគិតអីច្រើនទេក៏ចូលក្នុងផ្ទះរបស់គាត់ធម្មតាទៅគាត់ថាពេលហ្នឹងក៏ចូលទៅក្នុងបន្ទប់អីធម្មតាមួយទឹកអីធម្មតាណារហូតដល់ព្រឹកឡើងគាត់មកធ្វើការដូចធម្មតាអញ្ចឹងការហាងណាអញ្ចឹងនៅពេលដែលចប់ការហាងហ្នឹងគាត់ក៏ត្រឡប់មកផ្ទះរបស់គាត់វិញបងបាយជា5ហ្នឹងចាប់ផ្ដើមរៀបចំឲ្យវ៉ាន់ដើម្បីទៅការងាររបស់យប់របស់គាត់វេនយប់មួយទៀតហើយអញ្ចឹងគាត់ថាពេលហ្នឹងដូចដើមអញ្ចឹងជីទៅកន្លែងការងាររបស់គាត់ហ្នឹងបើកអេបបើកអីអញ្ចឹងណារហូតដល់ម៉ោងប្រហែលជាមកដល់10 2 ដល់10គាត់ក៏ត្រូវត្រឡប់មកវិញភាសាទៀតនៅពេលដែលគាត់ត្រឡប់មកផ្ទះគាត់ថាពេលហ្នឹងមិនមែនត្រឡប់មកភាសាទៀតគឺគាត់ត្រូវត្រឡប់មកអញ្ចឹងមកដល់10 2 ដល់10គឺគាត់ត្រូវត្រឡប់មកផ្ទះវិញហើយអញ្ចឹងនៅពេលដែលគាត់មកត្រឡប់មកដល់ផ្ទះគាត់ថាពេលហ្នឹងដូចដើមអញ្ចឹងនៅពេលដែលគាត់ជិះចូលតាមផ្លូវចូលនៅក្នុងបន្ទប់របស់គាត់ហ្នឹងគាត់ឃើញអ៊ំស្រីនៅអង្គុយនៅកន្លែងហ្នឹងដែរលើកនេះគាត់ក៏ចូលទៅសួរដែរថាអ៊ំយប់ហើយមិនព្រមចូលទៅក្នុងសម្រាប់ទេស្រាប់តែគាត់កំពុងតែនិយាយហ្នឹងគាត់ថាពេលហ្នឹងស្រាប់តែគាត់ឃើញប្អួចដែលនៅផ្ទះអ៊ំស្រីនៅខាងលើហ្នឹងបើកភ្លើងដែលគាត់មើលទៅគឺឃើញមនុស្សកំពុងតែឈរមើលគាត់ពីលើមកអញ្ចឹងដល់ពេលដែលឃើញអញ្ចឹងគាត់ក៏បានត្រឹមតែញឹមទេប៉ុន្តែអ្នកដែលកំពុងតែមើលគាត់ហ្នឹងគឺអត់បានបើកប្អួចទេណាគឺបិទប្អួចចិត្តអត់បានបើករូអីឲ្យឃើញយើងឃើញមុខអត់ទេគឺបិទចិត្តយកតែម្ដងអញ្ចឹងនៅពេលដែលឃើញអញ្ចឹងហើយគាត់ក៏គិតថាកូនរបស់គេប្រហែលជាខ្លាចយើងអីចឹងណាព្រោះយកប្រលប់យើងមកឈរឬក៏អង្គុយមុខផ្ទះរបស់គេឲ្យស្របពេលដែលអ៊ំនៅហ្នឹងអញ្ចឹងណាអញ្ចឹងគាត់ថាពេលហ្នឹងក៏គាត់ចេញទៅហើយនៅពេលលើកនេះគាត់ចេញទៅហ្នឹងគាត់ថាពេលហ្នឹងមិនបានទៅដល់ផ្ទះបានងាកទេគាត់គ្រាន់តែចេញផុតពីមិនរបៀបតែចេញផុតពីអ៊ំស្រីបន្តិចគាត់ក៏កលេចមកមើលនៅពេលដែលគាត់កលេចមកមើលគាត់ថាពេលហ្នឹងសេបតែបាត់អ៊ំស្រីឈឹងយកតែម្ដងបាត់អ៊ំស្រីណាគាត់ថាពេលហ្នឹងលឿនមែនតើវាត្រឹមតែมันបានប្រហែលនាទីផងហ្នឹងសេបតែកលេចទៅគឺបាត់អញ្ចឹងនៅពេលដែលបាត់បែបហ្នឹងគាត់ឆ្ងល់គាត់នឹងមកជីកបោកមកវិញនៅពេលដែលគាត់ជីកបោកមកវិញគាត់ថាពេលហ្នឹងគាត់នៅតែឃើញបងប្រុសដែលជាកូនណានៅបន្ទប់ខាងមុខហ្នឹងកំពុងតែមើលគាត់ដដែលអញ្ចឹងគាត់ថាពេលហ្នឹងគាត់ធម្មតាគាត់ក៏បកទៅវិញទៅទាំងដែលអីទាំងអីហ្នឹងគឺបាត់អស់លេងគាត់មកដល់បន្ទប់របស់គាត់ក៏ចូលក្នុងបន្ទប់ធម្មតាទៅដោយសារការងាររបស់គាត់វារវល់ពេកបងប្អូនព្រឹកចេញប្រលប់ចូលព្រឹងចេញប្រលប់ចូលសឹងតែមិនមានពេលណាជួបមុខអ្នកភូមិរបស់គាត់ទេរហូតដល់ថ្ងៃដែលអស់របស់គាត់មួយថ្ងៃតាក់ទងជាមួយនឹងហាងណាអញ្ចឹងគាត់ថាពេលហ្នឹងគាត់សម្រាប់មួយថ្ងៃហ្នឹងទៅនៅពេលដែលសម្រាប់គាត់សម្រាប់បានត្រឹមតែម៉ោងប្រហែលជា5ទេបានគាត់ចាប់ផ្ដើមរត់ទៀតហើយគឺគាត់សម្រាប់តែពេលព្រឹកណាអាយុប្រលប់ដែលគាត់រត់ហើយមហូបហ្នឹងក៏នៅតែរត់ដដែលរបៀបអញ្ចឹងណាអញ្ចឹងគាត់ថាពេលហ្នឹងក៏គាត់ហ្នឹងក៏មកអង្គុយលេងនៅមុខហ្នឹងទៅស្របពេលដែលអង្គុយលេងគាត់ថាពេលហ្នឹងស្រាប់តែគាត់ឃើញបងប្រុសដែលជាកូនចៅរបស់អ៊ំហ្នឹងចេញមកខាងក្រៅដូចគ្នាដែរអញ្ចឹងនៅពេលដែលឃើញអញ្ចឹងគាត់ក៏ញឹមពីចម្ងាយមកនៅពេលដែលញឹមពីចម្ងាយមកគាត់ថាពេលហ្នឹងអ៊ំបងប្រុសម្នាក់ហ្នឹងក៏ញឹមដាក់គាត់ដូចគ្នាដែរបានបន្តិចគាត់ថាពេលហ្នឹងបងប្រុសក៏ជីកង់របស់គាត់មកមិនមែនជីមករកគាត់ទេដូចតែគាត់ហ្នឹងជាប្រចាំទៅហើយជីហាត់កីឡាហ្នឹងម្ដុំហ្នឹងឯងមិនដឹងថាគាត់ធ្វើការឬក៏អត់ទេព្រោះថ្ងៃហ្នឹងក៏គាត់ឃើញដំណេរដែរអញ្ចឹងគាត់ថាពេលហ្នឹងក៏ជីមកនៅពេលដែលជីមកដល់កន្លែងផ្ទះរបស់គាត់ហ្នឹងបងប្រុសក៏សួរថាអូនណាបងឃើញអញរលយប់ឈប់មុខផ្ទះបងរហូតមានរឿងអីមែនសួរគាត់អញ្ចឹងពេលហ្នឹងបងជួនហ្នឹងក៏តបថាអូឈប់យប់ហ្នឹងមែនបងឈប់យប់ហ្នឹងបងឯងឈប់រឿងអីមែនមានការអីមែនរបៀបថាសួររឿងសម្លុតដែរណាអញ្ចឹងនៅពេលដែលបងប្រុសហ្នឹងគាត់សួរញឹកពេកគាត់ក៏តបថាយប់ខ្ញុំឃើញម្ដាយបងនៅអង្គុយនៅខាងមុខហ្នឹងហើយខ្ញុំសួរគាត់កាលណាអញ្ចូលព្រោះគាត់អង្គុយជួនកាលមកមកដល់10 2 ដល់10ទៅហើយហ្នឹងអត់ទាន់ចូលផ្ទះទៀតហ្នឹងហើយខ្ញុំខ្លាចសត្វល្អិតអីខាំអីចឹងណាខ្ញុំក៏ប្រាប់ឲ្យគាត់ចូលទៅមានអីទេបងខ្ញុំក៏ប្រាប់គាត់តែប៉ុណ្្នឹងឯងមានតែចង់ធ្វើអីទេពេលហ្នឹងបងប្រុសគាត់ថាអូនហើយនិយាយលេងនិយាយមែនបងខ្ញុំនិយាយพูดបងឯងទៅអីម៉ែបងឯងយប់គឺគាត់នៅអង្គុយនៅកន្លែងមុខផ្ទះហ្នឹងឯងនៅពេលដែលលឺបែបហ្នឹង2 ដងបងប្រុសហ្នឹងគាត់ក៏សួរបញ្ជាក់ថាអូនឯងច្បាស់អត់ថាឃើញભાઈបងពិតមែន
ពេលហ្នឹងគាត់ក៏តបថាគាត់ពិតជាឃើញម្ដាយបងឯងនៅខាងមុខផ្ទះហ្នឹងមែនហើយខ្ញុំចាំបាច់ភូតបងឯងទៅអីបើម្ដាយបងឯងហ្នឹងបើបងឯងមិនជឿបងឯងអាចទៅសួរម៉ែបងឯងមើលគាត់នៅលើបែបហ្នឹងព្រាមបងប្រុសហ្នឹងក៏តបថាឲ្យបងសួរម្ដាយបងមិនកើតបើម្ដាយបងគាត់ស្លាប់បាត់ឯហ្នឹងគាត់នៅលើបែបហ្នឹងព្រាមបងជួនដែលកំពុងតែកាន់របស់នៅដៃហ្នឹងស្រាប់តែធ្លាក់របស់នៅពីដៃហ្មងធ្លាក់របស់ចេញពីដៃហើយគាត់ក៏សួរទៅបងប្រុសថាបងឯងនិយាយថាម៉េចបងប្រាប់ថាម្ដាយបងគាត់ខូចបាត់ហើយគាត់លើបែបហ្នឹងភ្លាមបងជួនក៏តបថាបងឯងនិយាយលេងអីបើយប់មិញប្រហែលដូចជា3យប់ហ្នឹងខ្ញុំឃើញគាត់នៅកន្លែងហ្នឹងដដែលហ្នឹងពេលហ្នឹងស្រាប់តែបងប្រុសគាត់ប្រាប់ថាម្ដាយបងគឺស្លាប់មុនចូលឆ្នាំបាត់ហើយស្លាប់មុនចូលឆ្នាំទៅធ្វើបុណ្យនៅឯខេត្តឯណោះនៅផ្ទះឬក៏នៅស្រុកភូមិរបស់គាត់ណាដឹកសពម្ដាយរបស់គាត់ទៅធ្វើនៅទីនោះអញ្ចឹងនៅពេលដែលលឺបែបហ្នឹងភ្លាមបងជួនដែលកំពុងតែនិយាយជាមួយនឹងបងគាត់ថាពេលហ្នឹងគឺគាត់ស្លេកមុខយកតែម្ដងបងស្លេកមុខយកតែម្ដងណាពេលហ្នឹងបងប្រុសគាត់ថាប្រហែលជាគាត់មិនទាន់អស់អាឡ័យពីផ្ទះហ្នឹងហើយមើលទៅបានជាគាត់អត់ទាន់ទៅណានៅតែអង្គុយនៅមុខណាពេលហ្នឹងបងជួនហ្នឹងក៏តបថាគាត់តែងតែឃើញអ៊ំស្រីតាំងពីណាបណ្ដេញមកហើយអង្គុយទៅនៅមុខនឹងឯងដល់ពេលដែលឃើញគាត់អង្គុយនៅហ្នឹងខ្ញុំគិតថាជារឿងធម្មតាព្រោះជាញយទៅហើយដែលគាត់អង្គុយនៅកន្លែងហ្នឹងហើយដល់ពេលបងឯងនិយាយអញ្ចឹងខ្ញុំចោលបាត់ណាគាត់ក៏និយាយបែបហ្នឹងណាពេលហ្នឹងបងប្រុសហ្នឹងក៏ថាអញ្ចឹងអូនឯងមកពីប្រឡប់តិចទៅពេលហ្នឹងបងជួនហ្នឹងក៏តបថាឲ្យមកពីប្រឡប់ឲ្យម៉េចបងព្រោះខ្ញុំដឹកឲ្យបានពេលយប់ដឹកអាហារពេលយប់ខ្ញុំធ្វើការមួយទៀតអញ្ចឹងនៅពេលដែលលឺគាត់និយាយបែបហ្នឹងហើយគាត់បងប្រុសហ្នឹងក៏ធម្មតាហើយក៏គាត់ហ្នឹងបត់កង់របស់គាត់ហ្នឹងជីនៅកន្លែងហ្នឹងទៅជីរបៀបតណាតលេងមិនដឹងទេប៉ុន្តែដឹងតែជីចេញពីកន្លែងបន្ទប់ជួលរបស់គាត់ហ្នឹងឯងអញ្ចឹងគាត់ថាពេលហ្នឹងក៏ធម្មតាទៅរហូតដល់ម៉ោងប្រហែលជា5គាត់ក៏ចាប់ផ្ដើមរៀបចំឲ្យបានរបស់គាត់ដើម្បីចេញទៅរត់ទៀតហើយអញ្ចឹងគាត់ថាពេលហ្នឹងក៏បានរៀបចំរួចរាល់គាត់ក៏ត្រឡប់មកកន្លែងដែលគាត់ឈរជើងធម្មតាណាអញ្ចឹងគាត់ថាពេលហ្នឹងក៏អង្គុយចាំទៅថ្ងៃហ្នឹងគាត់ថាវាហេងមែនតើបានដឹកប្រហែលជា2 3ជើងដែរគាត់មកដល់ភ្លាមណាអញ្ចឹងគាត់ថាអង្គុយចេះតែអង្គុយបន្តទៅពេលមួយគាត់ក៏បាន order មួយត្រឡប់របៀបថាបាន order មួយមកខាងស្ទឹងមានជ័យយើងហ្នឹងប៉ុន្តែវាមកចិត្តខាងស្ពានដៃប៉ុន្តែវាអាចចូលស្ពានដៃទៅវាចូលប្លោះក្លុកកលៀតទៅទៀតបងចូលក្លុកកលៀតទៅណាចូលតាមឌឺខែមអញ្ចឹងនៅពេលដែលគាត់បាន order គាត់ថាពេលហ្នឹងវាឆ្ងាយពីកន្លែងដែលគាត់នេះមែនតែគេតម្លាក់មកហើយគាត់ក៏យកមួយហ្នឹងទៅហើយក៏គាត់ជិះពីកន្លែងដែលគាត់ទិញហ្នឹងដើម្បីសម្ដៅមកកន្លែងដែលមួយបគាត់កំងគាត់ជិះមកនៅពេលដែលគាត់ជិះមកគាត់ថាពេលហ្នឹងស្ងាត់មែនតែតាមផ្លូវដែលជិះមកណាអាចនិយាយបានថាម៉ោងពេលដែលគាត់ជិះមករបៀបថាខាង SPN ដៃស្ពានអីហ្នឹងម៉ោងប្រហែលជា7ម៉ោងដល់10តែប៉ុន្តែវាមានមនុស្ស1 2 1 2ប៉ុន្មានប៉ុន្តែគាត់ថាអាផ្លូវឌឿងហែបដែលគាត់ចូលទៅនេះវាស្ងាត់ឌឿងហែបដែលគាត់ចូលណាវាស្ងាត់មែនតែអញ្ចឹងនៅពេលដែលស្ងាត់គាត់ថាពេលហ្នឹងគាត់ក៏ធម្មតាតែជីចូលទៅពេលដែលគាត់ជីចូលគាត់ថាពេលហ្នឹងគាត់ជីទៅដល់ចំណុចមួយអាកន្លែងផ្លូវទូចមែនប៉ុន្តែវាមានផ្លូវកោងបន្តិចដែរអាកន្លែងផ្លូវកោងហ្នឹងគាត់ថាពេលហ្នឹងស្រាប់តែគាត់ឃើញមនុស្សស្រីចំណាស់ម្នាក់កំពុងតែអង្គុយនៅអាកន្លែងផ្លូវកោងហ្នឹងអង្គុយនៅកន្លែងផ្លូវកោងឆ្វេងដៃគាត់នៅពេលដែលគាត់ជីទៅគឺឆ្វេងដៃអញ្ចឹងគាត់ថាពេលហ្នឹងគឺអង្គុយនឹងអញ្ចឹងប៉ុន្តែគាត់អត់ឃើញមុខទេដោយសក់របស់គេហ្នឹងគឺទម្លាក់បាំងចិត្តហើយគាត់ថាគាត់ចាំបានថាម្នាក់ស្រីដែលគាត់បានឃើញហ្នឹងគឺជាមនុស្សស្រីដែលពាក់អាវសសពុតប៉ុន្តែគាត់ថាសពុតដែលគេពាក្យហ្នឹងយកគាត់ច្បាស់ថាសពុតអីទេប៉ុន្តែគាត់ថាដឹងតែអាវសច្បាស់ជាងហើយអាសពុតហ្នឹងយើងនិយាយថាសពុតប៉ៅទៅព្រោះពេលដែលចាំងភ្លើងល្មមវាបាំងបាត់ហើយណាមួយចំណុចដែលគាត់បានឃើញហ្នឹងក៏វាមិនសូវជាភ្លឺប្រមាណដែរអញ្ចឹងនៅពេលដែលឃើញហើយគាត់ក៏ធម្មតាក៏ជីទៅមុខទៅនៅពេលដែលគាត់ជីទៅមុខគាត់ថាពេលហ្នឹងក៏ចេះតែជីបានមិនតិចទេស្រាប់តែគាត់ឃើញអ៊ំស្រីចំណាស់ម្នាក់ទៀតហ្នឹងអង្គុយនៅអាចំណុចមួយទៀតដែលនៅមុខម៉ូតូរបស់គាត់ប៉ុន្តែអ្វីដែលគាត់ចាំបានថាម្នាក់ស្រីដែលកំពុងតែអង្គុយនៅមុខរបស់គាត់ឃើញលើកទី2នេះដូចជាម្នាក់ស្រីដែលគាត់បានឃើញមុនអញ្ចឹងបានឃើញមុនអញ្ចឹងអារបៀបអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏គិតក្នុងចិត្តមិនក៏ដូចគ្នាសម្បើមដែរមនុស្សតែមួយឬក៏មនុស្ស2នាក់របៀបអញ្ចឹងគិតច្បោកច្បល់ពេញហ្នឹងទាំងអស់គាត់ដឹងថាគាត់នឹងជាមនុស្សតែមួយឬក៏ផ្សេងគ្នាទេអញ្ចឹងនៅពេលដែលគិតហើយក៏ធម្មតាទៅហើយក៏បន្តដំណើររបស់គាត់ទៅមុខទៀតនៅពេលដែលគាត់បន្តដំណើរទៅទៀតគាត់ថាពេលហ្នឹងគាត់ទៅដល់មួយរបស់គាត់ទៅដល់មួយរបស់គាត់គាត់ក៏លាក់អីវ៉ាន់របស់គាត់ឲ្យរួចរាល់គាត់ហ្នឹងក៏ត្រឡប់មកវិញនៅពេលដែលគាត់ត្រឡប់មកវិញគាត់ថាពេលដែលគាត់ជិះបានបន្តិចក៏មកដល់ចំណុចមួយដែលបានឃើញមនុស្សស្រីចំណាស់លើកទី2ហ្នឹងអញ្ចឹងនៅពេលដែលគាត់មកគាត់ឃើញម្នាក់ស្រីហ្នឹងលើកទី1វិញឃើញនឹងអង្គុយនៅកន្លែងហ្នឹងដែរ
chắc có thà bên nó có bắt to đầm na bảo có từ một tiệt nơi bên thì con bắt to đầm na thì có thà bên nó có chi ban mà tốt một đó là chuẩn mất cao nơi bên thì con đó chuẩn mất cao có thà bên nó có nơi tại khơi mà nè say nó coi nơi cái lại năng đại bắt tại lượng này còn là có chất đó là còn là có chất đó xếp tại mà nè say nó ngợp sao hay bỏ đây ở con đang chộp ở biệt thà riêng đấy á ở con chộp nơi bên để khơi mà đang phim có thà bên nó ọt miên tại chạm du thì bao bồn tận lẽ sợ là băng mục chất ai năng bao bồn băng mục chất đấy là người biết thơ là vơi bọ muối bao bồn có thà bên nó miên đây vui mà tôi thì nó cái lấy nó thì chơi đường ham cái đảng có thà bên nó con của chi pot bàn tay à chi pot đang có thà bên nó bởi dương giấy bị cầm liệt kia và hay chơi cái lang mai được kia lấy biếm chắc á bây giờ con chi cắt một bên này nó cứ phải hay chơi cái lang mai được kia đi cái này nó cáo quá con thà bên nó cứ phơi men tên hay có chơi chi thôi chi là hốt con đo mà đo phơi với nhỉ mà đo thông mình nơi bây để con mà đo phơi thông con thà bên nó con gồng bông tại chi nó phơi nó sọc nó xếp tại miền à mà tôm nó khối mới có play tít chẳng nó có play hết có một ép chết con hết có prap tháp bóng à hay một anh nặng mai một anh nơi lơ thông đắc cái van chứ ăn khai có thế con là lưng chân phím con nó còn mơ từ một bóng pro hết cả lấy mà mơ cào nơi bây để con cả lấy mơ cào admin khơi này nơi lơ thông nâng thế bên nó bóng pro mình có ta bắt từ con có thò mà nào có chi to từ nơi bây để con chi to có thà bên nó ban màn tí xếp tại con lư sầm lấy có play thì đấy tại cái play lượng này mình men chia cái play mà tôi thế việc bay tôi chỉ cái play là tít bị gọi có đó nè chắc nó pe đỉnh có trắng có ai mà tôi bao con tịch tử cái lô thả việc bằng cái dân chỉ cái đạo nào pe chẳng có ai mà tịch tử nơi pe để ép có tháp pe đang xếp tại là nó có tỷ lệ cái trong hay có chụp all mà khẩn khổ dướng đó này chụp all mà khẩn khổ dướng pe đang có ra ban lư là vui tha mai là việc chắc mai đang khởi chắc á chắc nó pe để lư hơi nó có cái lấy mà mương cái vẫn trăm đây cái lấy tê con chôm mà tôi bao con mơ tiết sau pe để lan để chừng all phép con đang ở cái tới hút bắt tử chắc nó pe để con cả lên mà mơ cái có tháp pe nó cứ admin khơi này na nâng cái đừng thế admin khơi như này bao bồn có tháp pe nó chạy rồi còn mơ giống mấy con admin khơi này có cho mình để hát ấy mà lúc pin nè ta hơi rồi còn mà to môi lan môi hơi prap con ta miên mà lúc quay đừng càng càng quay đừng càng càng tiếng này con đang ở ban đốm này na nâng cái càng thì chắc có tháp pe để rồi mơ khơi này na con nó còn lao mà to bỏ con hết tranh năm nay ta tiệt tử nơi bây giờ con chơi nhầm ná có thao bên nó mau vì chơi thôi có nó còn mình ban tới cả lại bà con với nhất á có còn tập lắm bao tè bà con tự đối thoại mà đã mình chơi nó bây giờ con mà đo tè bà con có thao bên nó cứ ngắt chơi tại cái nó với sầm năng chất mền tên có thao bên nó cứ con ọt bàn khơi om say mình nè để nơi phun bà con đừng coi nơi mốc tè tê ọt miên khơi nhất là bà bồn cho có thao bên nó mà đo tè bà con với siêu chân non này để sao con đấng ta om say nó con khôi ba ta hơi mình chắc bởi sân gì ọt đấng con ọt say siêu thì bàn tay đâu bây giờ đấng thọ ông say nên con chấp đang prư ball hết siêu chẳng không mệt thế cho bây giờ chạ sao mà tôi bảo con đang chạ khói mới ở lươn tam rồi bây để ai thưa tờ bàn bàn tay ả dương lươn hay khai ní bom bồn đang sạp hỏi chạ khói bài đằng ảnh là hốt đó con chạ rồi nơi bây giờ con chạ rồi đó con tháp bên nó có ôm mà tôi bảo con chỗ tôi không mà tôi bảo con tử chỗ tôi hỏi con tháp bên nó có sừng om kính thoáng bà đa chẳng tử một tập một ấy á nhầm ở trong vậy đường một tức nhóm cột giấy cắt đường từ kia chắc con kinh tại nơi bây giờ con kính có tháp bây giờ con cùng phong tại kinh riệp đừng lùa ta hơi nắng này con tháp bây giờ con cả lấy từ mưa mà tôi bảo con khơi tha đôi chỉ miên này nào mà nè nó còn phong tay coi nó lơ mà tôi quát múc lần biết thằng múc lần so hết lấy chứ là biết đôi những cha bảo bồn con tháp bây giờ cứ con say cho tao đó bàn tay nơi bây giờ con tiên pel tu sa bảo con phải trang mới cứ admin khơi này chắc con tháp bây giờ còn sừng om bà to thôi nơi bây giờ con sừng om bà to con tháp bây giờ sẽ tại con trâu nhẹ là vĩnh có thao bên nó cứ miên say mà ba chương mà cọt á đôi chỉ miên đay đi gọi ấy máu ba chương mà cọt đó bên để con nhà máu có thao bên nó bầm mi bầm mơ cả lấy bằng trong chương mà cọt đó nếu bên để con lấy bằng trong chương con thao bên nó xếp tại con khơi mà đôi say chật năng mà nè còn bông tẻ ao lướt ba chương con đó mà bồn ao lướt chương con đó ao lướt chương con mong con thao bên nó xếp tại con đó sợ bây giờ hóa tin tu sa bảo con bầm mơ nếu bên để con tin nó con thao bên nó xếp tại bắt bên đã say nhưng chân nhiều tạm đó ọt rồi chặt tế bằng vốn con thà bên nó con có tiếng thuộc bảo con bà ta sấy rằng người nhớ tập đó nó chỉ điên theo bảo con từ con thà bên nó cứ con phơi pê chứ nữa bộ pi đâu thời chắc con có nhớ thuộc nương chỉ điên theo từ ở đó con thà bên nó có sự ngon kinh mà to nơi pe để con sự ngon kinh có thà bên nó có kinh luôn sôi men tên nơi pe để con ở chứ đôi chỉ con phép ta nè na để mình men chia nè để rùm một tốp chỉ môi mình men chia mà đôi chị ấy nếu mình áo châu thì rồi mọi rèn ấy chẳng nó còn việc thành dây thì mất mình áo nè đang trầu chẳng có tháp để con sừng cái kênh luôn lót đó bật lang mà đó
ព្រឹកឡើងមកដល់គាត់ក៏ទៅធ្វើការវេនព្រឹករបស់គាត់ដូចធម្មតាចឹងរហូតដល់បញ្ចប់ម៉ោងរបស់គាត់ពេលល្ងាចហ្នឹងពេលវេនព្រឹកហ្នឹងគាត់ក៏ត្រឡប់មកបន្ទប់របស់គាត់សងំបានបន្តិចទេក៏ដល់ម៉ោងដល់ពេលវេលាហ្នឹងមុជទឹកមុជអីដើម្បីទៅរត់ទៀតហើយអញ្ចឹងគាត់ថាពេលហ្នឹងក៏រួចរាល់ក៏ទៅរត់អាលីបេថាទៅឈរជើងកន្លែងនេះគាត់ឈរជើងដូចរាល់ដងអញ្ចឹងលើកនេះគាត់ថាពេលហ្នឹងក៏ដឹកបានដែរគាត់ទៅដល់ព្រានដឹកខ្ញុំគាត់ថាពេលនោះគឺគាត់រកបានច្រើនមែនតែសឹងតែមិនបាច់ធ្វើការវេនព្រឹកមួយទៀតក៏វាអាចរកដែរហើយវាសល់លុយទៅទៀតគាត់ថាវេនពេលហ្នឹងគឺវាលុយចង់2 3ដងជាមួយនឹងប្រាក់ខែវេនព្រឹកក៏នោះប៉ុន្តែគាត់ថាពេលនោះគឺស្ដាយវេនព្រឹកដោយសារវេនព្រឹកក៏មិនជាហត់ប្រហែលដែរហត់តែល្មមទេយើងបានលុយមួយទៀតអញ្ចឹងវាបាន2ជាន់គាត់ថាពេលហ្នឹងគាត់បានអានេះបន្តិចទៅវារួចហើយសល់លុយអីចឹងទៅអញ្ចឹងគាត់ថាពេលហ្នឹងក៏ចាប់ផ្ដើមរត់ទៅធម្មតារហូតដល់ម៉ោងដែលគាត់ហ្នឹងចិត្តត្រឡប់មកផ្ទះវិញម៉ោងដែលគាត់ចិត្តត្រឡប់មកផ្ទះវិញណានៅពេលដែលគាត់ចិត្តត្រឡប់មកផ្ទះវិញគាត់ថាពេលហ្នឹងគាត់ត្រូវបាន order មកកន្លែងដែលគាត់អត់ចង់ទៅទេតាមអ្វីដែលគាត់មើលទៅឃើញឆ្ងាយប៉ុន្តែគាត់ឃើញតម្លៃដែលគេឲ្យហ្នឹងក៏វាច្រើនគួរសមដែរគាត់គិតថារត់តែមួយជើងនឹងទៀតយើងដល់ម៉ោងសម្រាប់ទៅហើយអញ្ចឹងតម្លៃថ្លៃថ្នូរក៏វាបានគួរសមដែរអញ្ចឹងគាត់ក៏ព្រមយកទៅនៅពេលដែលព្រមហើយគាត់ថាពេលហ្នឹងគាត់ទៅទិញឲ្យបានឲ្យគេទៅគាត់ថាពេលហ្នឹងគេទិញច្រើនគួរសមដែរឃើញថាវាគ្រាន់បានដែរណាអញ្ចឹងនៅពេលដែលបាន order ឲ្យទិញរួចរាល់គាត់ថាពេលហ្នឹងគាត់ក៏ចាប់ដើមចេញដំណើរទៅនៅពេលដែលគាត់ជិះចេញទៅគាត់ថាពេលហ្នឹងម៉ោងប្រហែលជាម៉ាត់ដណ្ដប់ជាងទៅហើយគាត់ថាពេលហ្នឹងគឺស្ងាត់មែនទែនតាមដងផ្លូវមានគេមួយចឹងអ្វីដែលគាត់ខ្លាចបំផុតហ្នឹងគឺមនុស្សនឹងឯងនៅពេលដែលគាត់ជិះចេញមកគាត់ថាពេលហ្នឹងវាជាក្រុងទៅទៀតនៅពេលដែលចេញជាក្រុងគាត់ថាពេលហ្នឹងហើយដែលគេគិតថាឲ្យយើងថ្លៃដោយសារអញ្ចឹងវាជាក្រុងអញ្ចឹងគាត់ថាពេលហ្នឹងគាត់ជិះមកនៅពេលដែលគាត់ជិះមកគាត់ថាពេលហ្នឹងក៏មកដល់ថ្លងទ្វារមួយដែលថ្លងទ្វារហ្នឹងគឺជាថ្លងទ្វារវត្តអញ្ចឹងនៅពេលដែលគាត់មកដល់ចំណុចហ្នឹងគាត់ថាពេលហ្នឹងគាត់ក៏ឈប់នៅមុខវត្តសិនឈប់មុខវត្តហើយគាត់ក៏មើលតែវាថាមើល location របស់គាត់អីចឹងណាគាត់ថាពេលដែលគាត់មើលហើយគាត់ឃើញថាផ្លូវដែលត្រូវជិះហ្នឹងគឺជិះចូលទៅក្នុងវត្តហ្នឹងឯងតែវត្តហ្នឹងគឺអត់បានចាក់សោទ្វារណាអញ្ចឹងគាត់ថាពេលហ្នឹងបានបន្តិចទេគាត់ឃើញម៉ូតូមួយជិះចូលទៅខាងក្នុងនៅពេលដែលឃើញម៉ូតូហ្នឹងគាត់ថាពេលហ្នឹងគាត់ក៏បត់ចូលតាមហ្នឹងទៅនៅពេលដែលគាត់ចូលបោកគាត់ថាពេលហ្នឹងស្រាប់តែម៉ូតូហ្នឹងគឺចូលទៅក្នុងវត្តធម្មតាប៉ុន្តែគាត់ក៏ត្រូវបត់មកខាងឆ្វេងដៃនេះដើម្បីទៅផ្លូវតាមអ្វីដែលមេបគេប្រាប់ឬក៏location ដែលគេបោះឲ្យហ្នឹងឯងអញ្ចឹងនៅពេលដែលគាត់ជិះចេញគាត់ថាពេលហ្នឹងម៉ូតូហ្នឹងក៏ចូលវត្តបាត់ទៅគាត់ហ្នឹងក៏ជិះទៅមុខបន្តអីថាបត់តិចណានៅពេលដែលគាត់ជិះបត់តិចគាត់ថាពេលហ្នឹងផុតលបងវត្តហើយប៉ុន្តែនៅពេលដែលផុតលបងវត្តគាត់ថាពេលហ្នឹងជិះបានបន្តិចទេគាត់ឃើញអាដីវាលមួយប៉ុន្តែមើលទៅយូរគាត់ថាពេលហ្នឹងគឺដូចជាមច្ឆាបច្ឆាបងប្អូនឥឡូវរបៀបថាខ្ញុំអានអាហ្នឹងវល់ខុសបច្ឆាបងប្អូនណាបើកន្លែងគេដុតសពហ្នឹងគឺឃើញនៅកន្លែងខាងឆ្វេងដៃគាត់ទាំងឯងរបៀបមិនឃើញមិនមុនដំបូងគាត់អត់គិតថាហ្នឹងវាជាកន្លែងដុតខ្មោចទេបងគាត់តែឃើញជាសំណង់មួយដែលមើលទៅដូចចៃដីអញ្ចឹងប៉ុន្តែនៅពេលដែលគាត់ជិះចិត្តដល់នៅចំណុចហ្នឹងគាត់ឃើញមនុស្សមួយក្រុមកំពុងតែឈរនៅកន្លែងហ្នឹងទាំងដែលអត់មានលបងឯងឈរនៅកន្លែងហ្នឹងម្នាក់គាត់មើលទៅឬក៏ម៉ូតូរបស់គាត់ចាំងចំហ្នឹងអាលុយថាយើងអាលុយវាចេញពីវត្តមកវាបុកហ្មងវាចំអាហ្នឹងហ្មងបងចំអាកន្លែងដែលគាត់ឃើញហ្នឹងណាហើយកន្លែងហ្នឹងវាចំមកផ្លូវកោងផងអញ្ចឹងភ្លើងម៉ូតូរបស់គាត់គឺចាំងចំហ្មងនៅពេលដែលចាំងចំគាត់ថាពេលហ្នឹងគឺឃើញមុខមនុស្សច្បាស់មែនតើអ្វីដែលគាត់ចាប់អារម្មណ៍គាត់ឃើញថាមនុស្សដែលកំពុងតែឈរនៅកន្លែងដីវត្តហ្នឹងឬក៏កន្លែងដែលគាត់បានឃើញហ្នឹងគាត់ថាពេលហ្នឹងសិតតែមនុស្សដែលមើលទៅមុខឡើងខ្មៅរលបងប្អូនខ្មៅដូចយើងនិយាយមកថាដូចខ្មៅដុតឆេះរបៀបអញ្ចឹងខ្មៅរបៀបអញ្ចឹងហ្មងវាមិនមែនខ្មៅដូចអាហ្វ្រិកខ្មៅនេះខ្មៅស្អាប់ដូចខ្ជុងអញ្ចឹងឃើញអញ្ចឹងហ្មងនៅពេលដែលគាត់ឃើញហើយគាត់អត់ហ៊ានមើលទេគាត់បែរឬក៏ម៉ូតូរបស់គាត់វាបត់ហើយនៅពេលដែលបត់មកគាត់ថាពេលហ្នឹងគឺគៀកជាមួយនឹងពួកគេមែនតើចម្ងាយអាចនិយាយបានថាវាប្រហែលជា3ទៅ4ម៉ែត្រទេហើយពេលដែលគាត់ចូលមកដល់ផ្លូវហ្នឹងគឺផ្លុំភ្លើងដែលភ្លើងហ្នឹងវាសឡាភ្លឺតិចមែនតើភ្លឺតិចមែនតើណាបងប្អូនគាត់ថាពេលដែលម៉ូតូរបស់គាត់បែរមកគឺអត់ឃើញមុខមនុស្សទេប៉ុន្តែគាត់ឃើញមនុស្សច្រើនមែនតើនៅអង្គុយនៅកន្លែងហ្នឹងអញ្ចឹងគាត់ថាពេលហ្នឹងគាត់ជិះចូលទៅនៅពេលដែលគាត់ជិះចូលទៅគាត់ថាពេលហ្នឹងគឺស្ងាត់មែនតើហើយគាត់ជិះផុតពីកន្លែងហ្នឹងណានៅពេលដែលគាត់ជិះផុតកន្លែងហ្នឹងគាត់ថាពេលហ្នឹងក៏ជិះបានមិនបន្ទុះទេគាត់ទៅដល់កន្លែងអ្នកដែលទិញរបស់គាត់ហើយម៉ួយរបស់គាត់ណាគាត់ក៏ចាប់ផ្ដើមទម្លាក់អីវ៉ាន់ទៅនៅពេលដែលទម្លាក់អីវ៉ាន់ហ្នឹងកំពុងតែទម្លាក់កំពុងតែនិយាយគ្នាហ្នឹងម៉ួយអីវ៉ាន់គាត់ហ្នឹងក៏សួរថាបងឯងជិះតាមណាមកមិនជិះតាមវត្តបងជុំហ៊ានជិះតាមវត្តទៀតហើយបងមានផ្លូវណាទៀតអូមានផ្លូវនេះដែរប៉ុន្តែឆ្ងាយយប់ស្ងាត់ណា
តាមនេះមានបញ្ហាបើតាមវត្តបើចិត្តអីប៉ុន្តែវាគួរខ្លាចបន្តិចហើយហ៊ានជិះដែរមកដែរបងមានអីខ្លាចមានអីទៅខ្លាចខ្ញុំជិះមកខ្ញុំឃើញមនុស្សមកក្រុមនៅកន្លែងនេះខាងឆ្វេងដៃចិត្តបងវត្តនេះឃើញមនុស្សមិនចេះតិចហ្នឹងនៅឈរនៅហ្នឹងមនុស្សណាឈរហ្នឹងឈរដល់កន្លែងសំណង់មួយខ្ញុំឃើញអាហ្នឹងដូចជាចែកដីឬក៏ស្អីខ្ញុំមិនដឹងដែរប៉ុន្តែខ្ញុំឃើញមនុស្សមកក្រុមឈរនៅហ្នឹងគាត់តែឃ្លឺអញ្ចឹងភ្លាមគាត់ថាកន្លែងហ្នឹងមានផ្ទះណាកន្លែងហ្នឹងវាលថាជីផុតពីហ្នឹងប្រហែលជាចូល10 20ម៉ែត្របានមានផ្ទះមែនទេហ្នឹងហើយបងអាកន្លែងនោះដីវាលបន្ថែមខ្ញុំមើលទៅដូចជាតូបមានអីគេថាបងកន្លែងហ្នឹងអត់មានមនុស្សទេហើយចាឥឡូវអនឯងទៅណាតាមណាវិញឥឡូវនេះខ្ញុំទៅតាមផ្លូវវត្តវិញហ្មងវិចិត្របើតាមផ្លូវនេះដូចថ្ងៃនិយាយខ្ញុំខ្លាចដែរព្រោះអត់ដែរស្គាល់ផងខ្លាចវិញបើមិញខ្ញុំអត់វិញទេព្រោះខ្ញុំដឹងផ្លូវទៅហើយហ្នឹងអញ្ចឹងនៅពេលដែលនិយាយហើយហ្នឹងបងប្រុសហ្នឹងគាត់ផ្ដាំថាបើសិនជាទៅតាមផ្លូវអដាលមិញហ៎បើសិនជាមានអ្នកណាហៅអីមិនបាច់ឈប់ទេបើមានអ្នកណារត់កាត់ផ្លូវអីបុកទៅគាត់លឺបែបហ្នឹងខ្ញុំគាត់ថាមិនចឹងបងហើយទៅបុកមិនមានរឹកអីមែនអូបងអត់ហ៊ាននិយាយទេទៅម្នាក់ទៅកុំឲ្យអនឯងខ្លាចអញ្ចឹងគាត់ថាពេលហ្នឹងគាត់តែលឺហើយហ្នឹងគាត់ថាពាក្យចុងក្រោយថាកុំឲ្យអនឯងខ្លាចហ្នឹងគាត់ចាប់ផ្ដើមដឹងបាត់ហើយអញ្ចឹងគាត់ថាពេលហ្នឹងគាត់ជិះចេញមកនៅពេលដែលគាត់ជិះចេញមកគាត់ថាពេលហ្នឹងស្រាប់តែគាត់ជិះសិតដល់អាចំណុចចូលវត្តទៅហើយហ្នឹងស្រាប់តែគាត់ឃើញមនុស្សស្រីម្នាក់អង្គុយនៅកណ្ដាលខ្នល់បងប្អូនអង្គុយនៅកណ្ដាលខ្នល់ហ្មងគាត់ថាពេលហ្នឹងអង្គុយឲ្យអោនមុខចុះចឹងរបៀបអង្គុយកដៅក្បាលជង្គង់ឲ្យអោនមុខចុះនៅពេលដែលឃើញបែបហ្នឹងគាត់ថាពេលហ្នឹងគាត់ក៏ឈប់ម៉ូតូមកគាត់ឲ្យកាផ្លេឲ្យគាត់ព្យាយាមឲ្យបងចេញតិចបងអញលេងមកអង្គុយនៅលើផ្លូវអញ្ចឹងបងគាត់ថាពេលហ្នឹងគឺស្រែកប៉ុន្តែម្នាក់ស្រីដែលអង្គុយនៅលើកណ្ដាលផ្លូវហ្នឹងក៏នៅតែអង្គុយនៅហ្នឹងអោនមុខចុះសម្លឹងឬក៏របៀបថាអោនហើយងាកមកមើលគាត់តិចណាងើបមើលគាត់តិចគាត់ថាពេលដែលគាត់ឃើញមុខគួរឲ្យខ្លាចមែនតើដោយសារមុខម្នាក់ស្រីដែលកំពុងតែមើលគាត់ហ្នឹងដូចខ្មោចដល់ចេះចឹងឡើងខ្លោចណានៅពេលដែលឃើញបែបហ្នឹងភ្លាមគាត់ថាពេលហ្នឹងគឺគាត់ព្រឺសបល់មែនតើក៏លេចទៅមើលចំហៀងឬក៏ខាងស្ដាំដៃរបស់គាត់ហ្នឹងគាត់នៅតែឃើញមនុស្សមួយក្រុមហ្នឹងកំពុងតែឈរនៅកន្លែងហ្នឹងដែរឈរឡើងហ្នឹងដែរប៉ុន្តែអ្វីដែលគាត់ក៏លេចទៅមើលមនុស្សដែលកំពុងតែឈរនៅស្ដាំដៃនៅពេលដែលគាត់ក៏លេចមកមើលម្នាក់ស្រីហ្នឹងវិញស្រាប់តែបាត់ម្នាក់ស្រីហ្នឹងឈឹងយកតែម្ដងបងអត់មានឃើញនៅកន្លែងហ្នឹងទៀតទេណាអញ្ចឹងនៅពេលដែលអត់ឃើញគាត់ថាពេលហ្នឹងគឺគាត់មូលម៉ូតូរបស់គាត់ចេញពីកន្លែងហ្នឹងតែដល់កន្លែងផ្លូវវត្តហ្នឹងយើងអត់អាចបើកលឿនបានវាកលាក់ខ្លាំងពេកបងប្អូនបើសិនជាជីមិនស្រួលមានបញ្ហាអញ្ចឹងទោះជាគាត់ខ្លាចយ៉ាងណាក៏ដោយគាត់ថាពេលហ្នឹងគាត់ព្យាយាមទប់អារម្មណ៍របស់គាត់មែនទេទប់អារម្មណ៍របស់គាត់ថាពេលហ្នឹងគឺមូលដោយប្រុងប្រយ័ត្នគាត់ថាពេលដែលគាត់មូលហ្នឹងគាត់ថាបានមិនតិចទេស្រាប់ម៉ូតូរបស់គាត់វាមិនដឹងជាយ៉ាងម៉េចស្រាប់តែអាលុតឈឹងយកតែម្ដងបងអាលុតខឹបយកតែម្ដងណាគណៈដែលអាលុតភ្លាមគាត់ថាពេលដែលគាត់កលេចទៅចិត្តឬក៏កលេចមើលជុំវិញហ្នឹងស្រាប់តែគាត់ឃើញថាគាត់ឥឡូវហ្នឹងគឺនៅនឹងក្រោមដើមហើយនេះបងប្អូនក្រោមដើមពោបងប្អូននៅចិត្តនឹងក្រោមដើមពោស្របពេលដែលគាត់កលេចទៅមើលអង្គលពោគាត់ថាពេលហ្នឹងគាត់មានឃើញរបៀបជានាងដែលគេបបងចោលអារបៀបប្រភូមិដែលគេបបងចោលបាក់បែកអញ្ចឹងគឺនៅកពេញនៅកន្លែងហ្នឹងគាត់តែគ្នាហើយគាត់ថាពេលហ្នឹងគឺអត់មានអីត្រូវធ្វើទេគាត់អត់មានធ្វើម៉ូតូនៅកន្លែងហ្នឹងគាត់ព្យាយាមបដើមម៉ូតូរបស់គាត់ចេញពីកន្លែងហ្នឹងប៉ុន្តែអ្វីដែលគាត់ឆ្ងល់មែនទេគាត់ថាពេលដែលគាត់អូម៉ូតូរបស់គាត់ចេញទៅនេះគាត់ថាពេលហ្នឹងវាតឹងមែនទេទាំងម៉ូតូរបស់គាត់ហ្នឹងគឺវាអលុតទេវាមិនមែនធ្លាក់ច្រវាក់ណាគាត់ដោះលេខអស់ហើយប៉ុន្តែនៅតែអូម៉ូតូហ្នឹងវាតឹងមែនទេដូចជាមានស្អីមួយយ៉ាងកំពុងតែទាញបន្ទង់ជាមួយនឹងគាត់ណាគាត់ថាពេលដែលគាត់មើលគឺអត់មានឃើញណាទេមើលទៅតែកលដីក៏អត់មានឃើញនិយាយមួយម៉ាត់គឺអត់មានឃើញអីទាំងអស់ដែលធ្វើឲ្យវាម៉ូតូហ្នឹងវាតឹងវាតាក់អីចឹងណាអត់មានឃើញសោះប៉ុន្តែឥឡូវហ្នឹងគឺគាត់ព្យាយាមទាញមែនតែទាញចេញពីកន្លែងហ្នឹងបែរទៅជាបបាទាញទៅវិញគាត់ថាពេលហ្នឹងគឺព្យាយាមទាញមែនតែទាញតឹងយកតែមែនតែងំតែទាញបាន1ម៉ែត្រគឺសឹងតែញើសហូរដល់ក៏ចឹងអាលវាតែក្តាត់អាចហើយម៉ូតូយើងនិយាយពីអាក្រក់ណាគាត់ថាពេលហ្នឹងគឺគាត់ព្យាយាមបដើមែនទេបានមិនតិចទេគាត់ថាពេលហ្នឹងសិតតែគាត់ឃើញមនុស្សម្នាក់ដើរចូលមកដោយពាក់របៀបឈុតសនៅពេលដែលឃើញអញ្ចឹងគាត់គិតថាប្រហែលជាអាចារ្យមើលទៅប្រហែលជាអាចារ្យអ្វីដែលគាត់គិតគឺមិនខុសទេបងប្អូនគាត់ថាពេលហ្នឹងគាត់ឃើញអាចារ្យម្នាក់ដែលរៀងក្មេងដែរដើរសំដៅមករកគាត់ហើយសួរគាត់ថាមានរឿងអីមែនបងគាត់នឹងក៏តបថាបងអើយយើងពិបាកនិយាយដែរហ្នឹងគាត់ហៅបងវិញព្រោះដោយសារអីគាត់ឃើញថាមិនមែនជាប្រសងទេប៉ុន្តែអាចារ្យប៉ិតមែនតែគាត់ឃើញថាវ័យហ្នឹងក៏មិនជាចាស់ប្រមាណដែរគាត់ក៏ប្រាប់ថាម៉ូតូរបស់ខ្ញុំហ្នឹងមិនដឹងយ៉ាងម៉េចទេវាអលុតនៅកន្លែងហ្នឹងហើយក៏ទាញយកទៅមុខសោះពេលហ្នឹងអាចារ្យហ្នឹងក៏គាត់សើចគាត់ថាហើយចុះអលុតអីមកក៏លុតនៅកន្លែងហ្នឹងហ្នឹងហើយឥឡូវធ្វើម៉េចទៅអញ្ចឹងមានអីឲ្យខ្ញុំជួយបានពេលហ្នឹងបងជួនហ្នឹងក៏គាត់ថាលបងអាចជួយមិនមែនលបងទេ
បងអាចជួយរុញខ្ញុំបានអត់ពេលហ្នឹងបងហ្នឹងគាត់ថាចាំមើលចាំខ្ញុំរុញអញ្ចឹងគាត់ថាពេលហ្នឹងបងហ្នឹងក៏គាត់មកខាងក្រោយរុញទៅគាត់នឹងទាញគាត់ថាពេលដែលរុញគាត់ថាពេលហ្នឹងបងនឹងរុញគឺអាចទាញបានมันខ្លាំងប្រហែលទេប៉ុន្តែអាចទាញបានរំកិលចេញពីកន្លែងហ្នឹងហើយនៅពេលដែលទាញគាត់ថាពេលហ្នឹងគាត់ចេះតែកលេចតែមើលបងប្រុសដែលកំពុងតែជួយគាត់ហ្នឹងនៅពេលដែលកលេចចុះកលេចឡើងគាត់ថាពេលហ្នឹងសេបតែបាត់បងប្រុសម្នាក់ហ្នឹងឈឹងទៀតទាំងដែលទៅនឹងរុញណាទៅនឹងរុញពេលដែលគាត់បាត់អញ្ចឹងគាត់ថាពេលហ្នឹងគឺគាត់ព្យាយាមមើលជុំវិញហ្នឹងទៅប៉ុន្តែអត់មានឃើញអ្នកណាទេស្របពេលដែលគាត់កំពុងតែរកអត់មានឃើញគាត់ថាពេលហ្នឹងសេបតែគាត់លឺសំឡេងគេសើចបងប្អូនលឺគេរបៀបថាលឺសំឡេងគេសើចគេឡើងកកណាហើយសំឡេងសើចហ្នឹងគឺជាសំឡេងរបៀបមនុស្សប្រុសកំពុងតែសើចចំអកដូចជាសើចចំអកអ្នកណាម្នាក់អញ្ចឹងរបៀបរបៀបអញ្ចឹងគាត់ថាពេលដែលម្នាក់ប្រុសហ្នឹងសើចចេញមកគឺគួរឲ្យខ្លាចមែនតើសំឡេងប្រុសដែលគាត់លឺហ្នឹងវាគួរឲ្យខ្លាចឡើងក៏លួចសម្រាប់គាត់ទេណាប៉ុន្តែចាស់ស្ដែងគឺគាត់មើលជុំវិញហ្នឹងអស់ហើយតែអត់មានឃើញអ្នកណាទេអ្វីដែលគាត់រត់តែខ្លាចទៅទៀតគាត់ថាពេលហ្នឹងស្រាប់តែខ្យល់ត្រជាក់វាមិនដឹងជាយ៉ាងម៉េចវាបក់មកបងប្អូននៅពេលដែលខ្យល់ត្រជាក់បក់មកគាត់ថាពេលហ្នឹងគឺស្រាវឆ្អឹងខ្នងមែនតើស្រាវឆ្អឹងខ្នងនៅពេលដែលស្រាវឆ្អឹងខ្នងបែបហ្នឹងគាត់ថាពេលហ្នឹងគាត់គិតនឹងចិត្តប្រហែលជាវាចិត្តភ្លៀងហើយមើលទៅក៏លេចតែមើលដើមពោគឺក្រោកប្រអារបៀបខ្យល់វាប៉ះជាមួយនឹងស្លឹកពោអូលាន់ប្រនៅពេលដែលឃើញស្លឹកពោរបៀបថាលាន់បែបហ្នឹងគាត់ក៏លេចតែមើលនៅពេលដែលគាត់ក៏លេចទៅមើលគាត់ថាពេលហ្នឹងស្រាប់តែគាត់ឃើញមនុស្សប្រុសម្នាក់កំពុងតែអង្គុយនៅលើមេឃពោបងប្អូនអង្គុយលើមេឃពោហើយកំពុងតែសម្លក់មកមើលគាត់បានមិនតិចទេគាត់ថាពេលហ្នឹងស្រាប់តែម្នាក់ប្រុសហ្នឹងហក់ពីលើពោមកហក់ពីលើដើមពោមកគាត់ថាពេលដែលហក់មកភឹបមកគឺម្នាក់ហ្នឹងគឺនិយាយមួយម៉ាត់គឺឡោកតោអ្វីដែលគាត់ឃើញគឺឃើញរបៀបបងប្រុសហ្នឹងចងកសម្រាប់ខ្លួនចងខហើយកំពុងតែយល់ឡោកតោនៅចិត្តនឹងមុខរបស់គាត់ថាពេលហ្នឹងគ្មានទេបងប្អូនរត់ចោលម៉ូតូរបស់គាត់រត់ចោលម៉ូតូរត់ទៅកន្លែងវត្តរត់ទៅកន្លែងវត្តលបងអើយលបងជួយខ្ញុំមកលបងជួយកណាផងអញ្ចឹងទៅស្រែកអញ្ចឹងទៅបានបន្តិចមកក៏គាត់នៅកន្លែងដែលគាត់ស្រែកហ្នឹងចាប់ផ្ដើមបើកភ្លើងភ្លឺសឹងតែគ្រប់គាត់ពេលហ្នឹងមានលបងពីរបីអង្គដែរដែលចេញមកហើយសួរគាត់ថាមានរឿងអីលបងរបៀបបងមានរឿងអីចឹងណាពេលហ្នឹងគាត់ក៏តបថាកណាហើយម៉ូតូកណាខូចនៅកន្លែងដើមពោនោះហើយមិញកណាឃើញចេះប្រាប់តាមតណែទៅពេលហ្នឹងលបងប្រហែលជា2 3អង្គហ្នឹងក៏មុនមកជាមួយនឹងបងជួនមកដើម្បីទៅយកម៉ូតូណាគាត់ថាពេលដែលលបងមកជាមួយនឹងរៀងកក់ក្ដៅបន្តិចប៉ុន្តែគាត់ក៏លេចទៅមើលមុខលបងឯងដូចជាមិនស្រួលដែររបៀបក្លេបក្លាប់ដែរណាមិនស្រូវជាស្រួលចិត្តប្រហែលទេគាត់ថាពេលដែលទៅដល់កន្លែងម៉ូតូហើយហ្នឹងគាត់ថាពេលហ្នឹងគាត់ក៏បដើម៉ូតូរបស់គាត់ចេញនៅពេលដែលគាត់បដើម៉ូតូចេញគាត់ថាពេលដែលគាត់បដើម៉ូតូលើកនេះវាអត់ដូចលើកមុនសោះបដើស្រួលមែនតើបដើធូរលហើយអញ្ចឹងនៅពេលដែលធូរហើយហ្នឹងគាត់ថាពេលហ្នឹងគាត់ក៏សាកដេមើលនៅពេលដែលដេមើលគាត់ថាពេលហ្នឹងម៉ូតូរបស់គាត់ក៏វាឆេះទៅទៀតវាឆេះនៅពេលដែលឆេះបែបហ្នឹងគាត់ថាពេលហ្នឹងគាត់ហ្នឹងក៏សើចលបងក៏សួរថាហើយមិញថាម៉ូតូអត់ឆេះឥឡូវមិនអីមិញអត់ឆេះមែនលបងកណាអត់និយាយលេងទេគឺអត់ឆេះមែននៅពេលដែលនិយាយហើយហ្នឹងលបងថាបើសិនជាឆេះទៅហើយលបងទៅវិញទៅបញ្ញាប់ចេញពីហ្នឹងទៅហើយបើថាអាចដឹកយប់អីមិនបាច់ជិះមកតាមវត្តទេបើសិនជាគេទៅអូនមិនបាច់មកតាមហ្នឹងទេអាចជិះតាមផ្លូវនោះអញ្ចឹងទៅព្រោះផ្លូវនេះអត់បានទេមកគឺដឹងឲ្យជួបហើយគាត់តែលឺបែបហ្នឹងភ្លាមគាត់ថាដឹងហើយអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏ជិះចេញទៅនៅពេលដែលគាត់ជិះចេញគាត់ថាពេលហ្នឹងមិនអស់អាឡ័យទេឆ្លៀតកលេចមើលទៅទៀតនៅពេលដែលគាត់កលេចមើលគាត់ថាពេលហ្នឹងគឺអត់មានឃើញស្អីនៅកន្លែងដែលគាត់បានចង់មើលទេលបងក៏មុនទៅគាត់មកគាត់វិញតាមធម្មតាអញ្ចឹងទៅប៉ុន្តែនៅពេលដែលគាត់ជិះតាមផ្លូវវត្តដើម្បីត្រឡប់ចេញមកវិញហ្នឹងគាត់ថាពេលហ្នឹងស្រាប់តែគាត់មានអារម្មណ៍ថាដូចជាមានអ្នកណាម្នាក់ហ្នឹងកំពុងតែរត់តាមម៉ូតូរបស់គាត់នៅពេលដែលគាត់កលេចទៅមើលក្រោយគាត់ថាពេលហ្នឹងគឺអត់មានឃើញអ្នកណាទេនៅពេលដែលអត់ឃើញអញ្ចឹងគាត់ក៏ធម្មតាប៉ុន្តែនៅតែលឺដដែលបងប្អូននៅតែលឺផ្លាប់រត់អង្គុយក្នុងឯងគាត់ថាពេលហ្នឹងគឺគាត់អត់ហ៊ានមកមួលម៉ូតូលឿនទេរហូតគាត់មកដល់ផ្លូវធំទៅនៅពេលដែលគាត់មកដល់ផ្លូវធំគាត់ក៏លេចមកមើលកន្លែងថ្លង់វិវត្តគាត់ថាពេលហ្នឹងគាត់បានឃើញមនុស្សស្រីចំណាស់ម្នាក់កំពុងតែឈរនៅថ្លង់វិវត្តហើយចង្អុលមករកគាត់គាត់នឹងឃើញចឹងហើយគាត់ថាពេលហ្នឹងគ្មានអីទេបើសិនជាអារម្មណ៍របស់គាត់ស្រួលវិញប្រហែលជាអាចបាយហើយធ្វើមុខធ្វើមាត់ដែរមកទៅប៉ុន្តែហ៊ានណាបងប្អូនសក់ឡើងប្រពន្ធក៏ជឿណោះបងប្អូនអញ្ចឹងគាត់ថាពេលហ្នឹងក៏ជិះត្រឡប់មកដល់ផ្ទះរបស់គាត់មកធម្មតាចឹងហើយមកដល់ផ្ទះគាត់ថាពេលហ្នឹងម៉ោងប្រហែលជា7:01ទៅហើយបានគាត់មកដល់ផ្ទះព្រោះម៉ូតូរបស់គាត់វាខូចគាត់ថាពេលនោះគឺជាការចងចាំរបស់គាត់ហើយដែលគាត់ខ្លាចមែនតើមិនមែនតែប៉ុណ្ណឹងទេដូចខ្ញុំនិយាយខាងដើមអញ្ចឹងគាត់ឃើញសិតតែគួរឲ្យខ្លាចដូចតែគ្នាប៉ុន្តែអានេះជាការចងចាំហើយវាភ័យសម្រាប់គាត់មែនតើដោយសារវាខូចម៉ូតូដល់ពេលខូចម៉ូតូទៅ
ចំឲ្យចំណុចមួយដែលពិសេសទៅទៀតអញ្ចឹងនៅពេលដែលចុចចំចំណុចពិសេសបែបហ្នឹងបងប្អូននឹងស្រាប់ហើយបាទនេះបើសិនជាបងប្អូនវិញប្រហែលជាបងប្អូនដូចខ្ញុំឬក៏អត់ដូចគាត់ឬក៏អត់ខ្ញុំអត់ដឹងទេប៉ុន្តែបើសម្រាប់ខ្ញុំប្រហែលជាសំទោសរត់ចំតោអត់មានទុកទេរត់តាំងពីយូរអត់មានអូសទេរត់ហើយព្រោះធ្លាប់ទៅដើររោងកែប្រយលីងចាប់អាមើលនឹងក្រោមដើមនេះបងប្អូនដើរចុះដើរឡើងសេបកុំដើមពោទាំងអាដើមពោហ្នឹងគឺយើងប្រយ័ត្នមែនទែនណាចុងក្រោយគឺមកដល់ដើមពោហ្នឹងដល់អត់នឹងខ្លួនអូបងប្អូនហើយរត់ប្រផាត់ប្រភីងរត់ប្រផាត់ពេញចង់ងាប់ហើយដើមពោបងប្អូននឹងស្រាប់ហើយឲ្យតែមានដើមពោនឹងតែមានអាមនុស្សនៅហ្នឹងហើយបើសិនជាដើមពោប៉ះខ្យល់ទៀតអូយព្រឺសបល់សាហាវប្រោកណាគាត់ថានេះជាការចងចាំមួយដែលគាត់អាចបំភ្លេចបានទេប៉ុន្តែរឿងទាំងអស់ដែលគាត់បានប្រាប់មកវាសិតតែគួរខ្លាចដូចគ្នាទេប៉ុន្តែសម្រាប់គាត់មួយនឹងគឺខ្លាចជាងហ្នឹងហើយទាំងអស់គ្នារឿងរ៉ាវរបស់បងជួននេះក៏សូមបញ្ចប់ត្រឹមនឹងទៅចុះហើយមុននឹងបញ្ចប់វីដេអូហ្នឹងក៏សូមឲ្យបងប្អូនដែលអត់ទាន់បាន Subscribe នៅ Channel ថ្មីរបស់ខ្ញុំណាក៏សូមជួយ Subscribe Channel ថ្មីរបស់ខ្ញុំម្នាក់មួយផងហើយនឹងជួយ comment ពាក្យល្អៗមួយមកបងប្អូនអើយជួយ admin ម្នាក់មួយមកផងហើយបើសិនជាបងប្អូនដែលជាប្រិយមិត្តរបស់អលម៉ាដែលគាត់បានស្គាល់មុខទេគាត់បានស្គាល់ត្រឹមតែសលេងណានៅអលម៉ាអញ្ចឹងបងប្អូនអាចស្ដាប់សំឡេងបានហើយបងប្អូនអាចជួយ Subscribe នៅ Channel ថ្មីម្នាក់មួយផងមានតែប៉ុណ្្នឹងទេការពឹងបងប្អូនគឺមានតែប៉ុណ្្នឹងហើយសូមឲ្យបងប្អូនជួយណាហើយអរគុណទុកជាមុនសម្រាប់ការជួយបងប្អូនសង្ឃឹមថាបងប្អូននឹងជួយ admin ម្នាក់មួយទៅចោះអរគុណមែនតើហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតហើយសង្ឃឹមថា channel មួយនេះនឹងអាចរកប្រាក់វិញបានណាព្រោះ channel ធំរបស់ខ្ញុំអលម៉ានហ្នឹងក៏វាត្រូវបានគេបិទហើយដោយបងប្អូនដែលគាត់ធ្វើ content ខ្មោចទាំងអស់ហ្នឹងសិតតែដូចគ្នាទាំងអស់អញ្ចឹងសង្ឃឹមថាបងប្អូនក៏ដូចខ្ញុំដែរនឹងឆាប់គេនឹងបើកឲ្យរលុយដូចធម្មតាអញ្ចឹងហើយម្នាក់ខិតខំធ្វើមែនតើតែចុងក្រោយ AI វាយលុបខ្លាំងពេកដោយទាំងយើងដែលធ្វើ original ទៅទៀតហ្នឹងហើយទាំងអស់គ្នាអរគុណមែនតើជួបគ្នានៅវីដេអូក្រោយៗទៀតណាបាយបាយ